បងប្អូនស្រីជាទីស្រឡាញ់យើងមានចិត្តរៀបសារហើយរីករាយដើម្បីស្វាគមន៍បងប្អូននៅទីនេះមកកាន់បន្ទប់ជាន់លើនៅក្នុងហាងឥដ្ឋពណ៌ក្រហមនៅទីតាំងប្រវត្តិសាស្ត្រក្នុងទីក្រុង Nauvoo រដ្ឋ Illinois នេះគឺជាទីតាំងដ៏ពិសិដ្ឋមួយកាលពីឆ្នាំ1842ព្យាការី Joseph Smith បានរៀបចំសមាគមសង្គ្រោះឡើងតាមលំនាំនៃបបជិតភាពហើយជាការស្ដារឡើងវិញទាំងស្រុងនៅអ្វីៗដែលមានចំណែកនៅក្នុងការស្ដារឡើងវិញជាបន្តបន្ទាប់នៅដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺនៅទីក្រុង Nauvoo នេះហើយដែលបងប្អូនស្រីនៃសមាគមសង្គ្រោះបានរៀបចំខ្លួនសម្រាប់ពរជ័យទាំងឡាយនៅដំណាក់របស់ព្រះអង្គម្ចាស់ពួកគាត់បានរៀបចំបងប្អូនស្រីខាងសាច់ឈាមហើយពួកគាត់បានជួយសាងសង់ព្រះវិហារបរិសុទ្ធដែលការមើលថែចំការនិងការដេរអាវនិងការធ្វើអ្វីៗដែលពួកគាត់អាចធ្វើបានដើម្បីជួយរៀបចំសម្រាប់ពរជ័យនៅដំណាក់របស់ព្រះអង្គម្ចាស់ប៉ុន្តែពួកគាត់ក៏បានរៀបចំខ្លួនខាងវិញ្ញាណផងដែរគឺនៅទីនេះនិងនៅក្នុងព្រៃជុំវិញទីក្រុង Nauvoo ដែលពួកគាត់មានឱកាសដើម្បីស្ដាប់ឮពីព្យាការី Joseph Smith ដោយផ្ទាល់គឺនៅទីនោះហើយដែលលោកបានណែនាំពួកគាត់ឲ្យរៀបចំខ្លួនសម្រាប់ពរជ័យទាំងឡាយដែលនឹងកើតមានមកនៅពេលពួកគាត់ចូលរួមនៅក្នុងពិធីបរិសុទ្ធនានានៅដំណាក់របស់ព្រះអង្គម្ចាស់ដោយសារតែការធ្វើនិងការរក្សាស្តីសញ្ញានោះហើយដែលនាំឲ្យកើតមាននូវភាពរឹងមាំនិងអំណាចដើម្បីប្រទានពរដល់ជីវិតរបស់បងប្អូនស្រីនិងបងប្អូនប្រុសនិងពួកបរិសុទ្ធទាំងអស់ដែលបានផ្លាស់ទីលំនៅទៅក្នុងទីរហោស្ថានបន្ទាប់ពីបទពិសោធន៍របស់ពួកគេនៅទីក្រុង Nauvooពួកយើងរីករាយណាស់ដើម្បីមានឱកាសចាយចាយពីទីតាំងពិសិដ្ឋនេះជាមួយនឹងបងប្អូនមិនថាបងប្អូនរស់នៅកន្លែងណានៅជុំវិញពិភពលោកនោះទេខ្ញុំសង្ឃឹមថាបងប្អូនដឹងថាខ្សែស្រឡាយរបស់បងប្អូនបានចាប់ផ្ដើមនៅទីនេះក្នុងទីក្រុង Nauvoo ក្នុងនាមជាសមាជិកនៃសមាគមសង្គ្រោះឫសគល់របស់យើងគឺចាក់គ្រឹះនៅទីនេះហើយវាបានបន្តឆ្ពោះទៅមុខដូចជាដើមឈើដែលកំពុងលូតលាស់មែកធៀងនៅទូទាំងពិភពលោកខ្ញុំសង្ឃឹមថាបងប្អូនទទួលអារម្មណ៍ថាបងប្អូនជាប់តាក់ទងនឹងកន្លែងពិសិដ្ឋនេះជាកន្លែងដែលស្ត្រីបានទុកចោលលោកីហើយមកផ្ដោតទៅលើព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់យើងហើយធ្វើស្តីសញ្ញាជាមួយនឹងទ្រង់តើបងមានអារម្មណ៍យ៉ាងណាដែរវាគឺជាបទពិសោធន៍ដ៏ល្អដើម្បីនៅកន្លែងនេះជាកន្លែងដែលស្ត្រីចំនួន20នាក់ដំបូងត្រូវបានរៀបចំឡើងហើយបន្ទាប់មកគិតអំពីបងប្អូនទាំងអស់គ្នាដែលនៅជុំវិញពិភពលោកបងប្អូនមានកេរដំណែលនេះដោយសារតែអ្វីដែលពួកគាត់បានធ្វើនៅទីនេះពួកគាត់បានបង្កើតជាសមាគមនៃស្តីសញ្ញានៅទីក្រុង Nauvoo នេះមិនចឹងពួកគេមើលថែគ្នាពួកគាត់ប្រតិធ្វើដូច្នោះមែនហើយពួកយើងក៏បានបង្កើតសហគមន៍នៃស្តីសញ្ញានៅតាមពិភពលោកក្នុងពេលឥឡូវនេះការដែលបងប្អូនស្រីបានចូលរួមក្នុងពិធីបរិសុទ្ធបបជិតភាពហើយចោះនឹងសាស្តីសញ្ញានោះយើងបានបង្កើតជាសហគមន៍សកលមួយដើម្បីប្រទានពរដល់ជីវិតបងប្អូនស្រីរបស់យើងជាកន្លែងដែលពួកគាត់មើលថែគ្នាទៅវិញទៅមកកាលខ្ញុំបានអានដំណើររឿងនៅទីនេះក្នុងទីក្រុង Nauvoo ដែលខ្ញុំសរសើរបំផុតនោះគឺតែងមាននរណាម្នាក់នាំយកអ្វីមួយទៅឲ្យនរណាម្នាក់ដែលខ្វះខាតឬមើលថែអ្វីមួយហើយវាជារឿងធម្មតាសម្រាប់ពួកគេទៅឲ្យក្នុងនាមជាបងប្អូនស្រីសមាគមសង្គ្រោះអង្គម្ចាស់ប្រទានអង្គការមួយដែលបងប្អូនស្រីអាចធ្វើតាមអារម្មណ៍ពីធម្មជាតិដែលពួកគាត់មានចិត្តសន្តោសគឺជាកន្លែងមួយដើម្បីធ្វើដូច្នេះដើម្បីពួកគាត់អាចដឹងពីការសង្គ្រោះរបស់ទ្រង់ហើយតើការសង្គ្រោះនោះភ្លាមព្រឹកនេះពេលខ្ញុំគិតពិចារណាអំពីបងស្រី Emma និងបេសកកម្មរបស់គាត់និងភាពជាដៃគូរបស់គាត់ជាមួយព្យាការីខ្ញុំមានគំនិតមួយថាពួកគាត់បានអធិដ្ឋានហើយបានអធិដ្ឋានដូចជាយើងបានអធិដ្ឋានពួកគាត់អធិដ្ឋានសម្រាប់កូនពួកគាត់អធិដ្ឋានសម្រាប់ប្តីនិងប្រពន្ធរបស់ពួកគាត់អធិដ្ឋានឲ្យគ្នាទៅវិញទៅមកពួកគាត់មានតម្រូវការដូចជាពួកយើងផងដែរយើងមានភាពស្រដៀងគ្នាច្រើនជាងពួកគាត់ទុកចិត្តព្រះអង្គម្ចាស់ហើយមានអ្វីដែលមិនទៀងទាត់ជាច្រើននៅពេលនោះមានការស្លាប់និងភាពទុរគតហើយពួកគាត់នៅទុកចិត្តទ្រង់ហើយយើងក៏មានភាពទុរគតរៀងៗខ្លួនផងដែរដែលយើងត្រូវការព្រះដែលយើងត្រូវការស្តីសញ្ញារបស់យើងដែលយើងត្រូវការទុកចិត្តលើទ្រង់ហើយយើងត្រូវប្រឡែងចោលនៅរឿងច្រើនរបស់យើងជាច្រើនលើកហើយបែរមកទុកថាទ្រង់ដឹកនាំយើងឆ្លងកាត់គ្រាទាំងឡាយថាយើងអាចទុកចិត្តលើទ្រង់មើលថែក្រុមគ្រួសាររបស់យើងអាចទុកចិត្តទ្រង់ថាសេចក្តីសញ្ញាទាំងនោះនិងការសន្យាទាំងឡាយគឺមានពិតលើសជាងអ្វីៗទាំងអស់ដែលយើងអាចដឹងកុលលទ្ធិនិងស្តីសញ្ញាកាន់25មានវិវរណៈបានប្រទានឲ្យ Emma Smith ដែលចែងថាតោងជាប់ទៅនឹងស្តីសញ្ញារបស់អ្នកហើយខ្ញុំគិតថានោះគឺពិតជាអ្វីដែលបងអូនបានពិពណ៌នាឬនិយាយម្យ៉ាងទៀតថាទុកចិត្តលើទ្រង់ទុកចិត្តលើស្តីសញ្ញាដែលទ្រង់បានធ្វើជាមួយអ្នកពីព្រោះការសន្យារបស់ទ្រង់គឺពិតប្រាកដហើយការសន្យាដូចគ្នានោះដែលយើងបានធ្វើនៅក្នុងដំណាក់ព្រះអង្គម្ចាស់ប្រកាសណាស់នៅក្នុងពិធីបុណ្យជាមួយទឹកមានការសន្យាមួយចំពោះយើងថាទ្រង់តែងតែគង់នៅជាមួយយើងថាយើងនឹងមានព្រះវិញ្ញាណទ្រង់ថាយើងនឹងមានទេវតារបស់ទ្រង់ព័ទ្ធនៅជុំវិញយើងហើយបំពេញតម្រូវការរបស់យើង
ខ្ញុំដឹងថាការសន្យានោះនៅតែពិតហើយការសន្យាដែលទ្រង់បានធ្វើជាមួយនឹងពួកបរិសុទ្ធជាទីស្រឡាញ់នៅទីក្រុងណាវូនេះគឺដូចគ្នានឹងការសន្យាដែលទ្រង់បានធ្វើជាមួយយើងនៅពេលយើងចូលរួមនៅក្នុងពិធីបរិសុទ្ធនានានៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលមានមកកាន់យើងតាមរយៈកូនសោបុព្វជិតភាព ខ្ញុំគិតអំពីអេម៉ាកាលដែលគាត់បាត់បង់កូនជាច្រើនអ្នកកាលដែលគាត់ត្រូវផ្លាស់ពីកន្លែងមួយទៅកន្លែងមួយកាលដែលគាត់ពុំមានអ្វីច្រើនតែពួកគាត់មានសេចក្តីសញ្ញាដែលបានចាប់ផ្ដើមដោយពិធីបុណ្យជំនួយទឹកថាពួកគាត់មានទំនាក់ទំនងសេចក្តីសញ្ញាជាមួយនឹងព្រះរឿងនេះបានគាំទ្រពួកគាត់និងគាំទ្រអេម៉ាឆ្លងកាត់រឿងទាំងឡាយនោះខ្ញុំពុំគិតថាគាត់អាចធ្វើអ្វីបានដោយគ្មានទំនាក់ទំនងជាមួយនឹងព្រះឡើយត្បិតគាត់ដឹងថាគាត់មានហើយការសន្យាទាំងឡាយគឺមានពិត ជាសេចក្តីពិតដំណឹងនោះដែលមាននៅលើព្រះយេស៊ូវគ្រីស្ទគឺជាអ្វីដែលបងបានពិពណ៌នាមែនទេអ្វីផ្សេងទៀតនឹងកើតមានហើយផ្លាស់ប្ដូរជីវិតយើងមនុស្សកើតហើយស្លាប់ប៉ុន្តែទំនាក់ទំនងជាមួយទ្រង់គឺនៅពិតស្ថិតស្ថេរត្រូវទេ ខ្ញុំមានអារម្មណ៍ថានោះជាអ្វីដែលជំរុញឲ្យពួកគេឆ្ពោះទៅមុខក្នុងការសាងសង់ព្រះវិហារបរិសុទ្ធរៀបចំខ្លួនសម្រាប់ពិធីបរិសុទ្ធបន្ថែមទៀតហើយនោះគឺជាអ្វីដែលផ្ដល់កម្លាំងដល់ពួកគេឲ្យឆ្ពោះទៅមុខនៅក្នុងគ្រាដែលពុំស្គាល់តែពួកគាត់ច្បាស់ជាមានអារម្មណ៍ស្រពេចស្រពិលទំនុកចិត្តចំពោះស្ដីសញ្ញារបស់ពួកគាត់គឺពិតជាមែនហើយវាមិនគួរអស្ចារ្យនោះទេពីព្រោះពួកយើងទាំងអស់គ្នាគួរតែមានវាប៉ុន្តែវាជាគំរូដ៏ល្អមួយសម្រាប់យើងដើម្បីដាក់ទំនុកចិត្តចំពោះស្ដីសញ្ញារបស់យើងទៅលើព្រះអង្គម្ចាស់និងអ្នកតំណាងដែលបានចាត់តាំងរបស់ទ្រង់គឺជាព្យាក្រែងនៅលើផែនដីសប្តាហ៍ថ្ងៃនេះ ខ្ញុំចូលចិត្តរឿងពីគ្រាដែលព្រះគម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធហើយដំណើររឿងប្រាប់ថាគាត់នៅទីនោះបម្រើពិធីបរិសុទ្ធនានាមានមនុស្សជាច្រើននៅទីនោះហើយគាត់នៅទីនោះដល់យប់ជ្រៅដើម្បីឲ្យពួកគេអាចទទួលពិធីអំណោយទានពិសិដ្ឋរបស់ពួកគេរួចហើយគាត់និយាយថាអូខេយើងចប់ហើយវាគ្រោះថ្នាក់ណាស់ពីព្រោះមានមនុស្សអាក្រក់ជាច្រើននៅជុំវិញហើយគាត់និយាយថាដល់ពេលរៀបចំអីវ៉ាន់ដើម្បីទៅជិះសាឡាងឆ្លងទន្លេ Mississippi លុះព្រឹកឡើងពេលគាត់ទៅទីធ្លាព្រះវិហារបរិសុទ្ធមានមនុស្សជាច្រើនពេញព្រះវិហារបរិសុទ្ធដែលពួកគេពុំអាចចាក់ចេញទេទាល់តែពួកគេបានទទួលអំណោយទានពិសិដ្ឋសិនពីព្រោះពួកគេបានដឹងថាពួកគេនឹងត្រូវការវាហើយប្រហែលជាត្រូវរងចាំជាច្រើនឆ្នាំពីមុនពួកគេអាចមានព្រះវិហារបរិសុទ្ធមួយទៀតសេចក្តីសញ្ញារបស់យើងគឺជាអ្វីដែលជួយយើងឲ្យមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងព្រះបិតាសួគ៌និងព្រះយេស៊ូវគ្រីស្ទរបស់យើងវាផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីឆ្ពោះទៅមុខដូចជាពួកបរិសុទ្ធទាំងនោះមិនថាយើងនៅទីណាក្នុងពិភពលោកនេះ ជីដូនជីតាមួយចំនួនរបស់ខ្ញុំស្ថិតនៅក្នុងចំណោមពួកគេនៅថ្ងៃចុងក្រោយនោះនៅទីនេះក្នុងទីក្រុងណាវូដែលមានពរជ័យនិងមានឱកាសដើម្បីទទួលអំណោយទានពិសិដ្ឋហើយខ្ញុំបានឈរពីលើស្មារបស់ពួកគាត់នៅពេលយើងទាំងអស់គ្នាឈរនៅលើស្មានៃបងប្អូនស្រីជាទីស្រឡាញ់ទាំងនេះដែលមានជំនឿឆ្ពោះទៅមុខដោយមានទំនុកចិត្តចំពោះស្ដីសញ្ញា សូមប្រាប់ពួកយើងពីជីដូនជីតារបស់បងបានទេ Fanny Audie Parrish និងកូនស្រីរបស់គាត់ Jane ដែលត្រូវជាជីតាទួតចំនួនទី4របស់ខ្ញុំឈ្មោះ Samuel Parrish ពួកគាត់ទាំងអស់គ្នាបានទទួលអំណោយទានពិសិដ្ឋនៅទីនេះក្នុងខែកុម្ភៈឆ្នាំ1845ពួកគាត់នៅក្នុងក្រុមមនុស្ស 5000 នាក់ដែលបងអូនបានពិភាក្សាហើយខ្ញុំស្រឡាញ់ពាក្យដែល Jane បានប្រើដើម្បីពិពណ៌នាអំពីគ្រានោះការគាត់និយាយថាយើងមានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទយើងមានព្រះវិហារហើយយើងមានព្រះវិហារបរិសុទ្ធឬគាត់និយាយថាអូនោះជាអំណរនៅក្នុងព្រលឹងយើងពីព្រោះយើងមានព្រះវិហារបរិសុទ្ធហើយខ្ញុំគិតថាខ្ញុំនឹកគិតអំពីរឿងនោះវាគឺជាគ្រាដែលពំពិតប្រាកដសម្រាប់ពួកគេដែលត្រូវរៀបចំចាក់ចែងពីសហគមន៍ដ៏ស្រស់ស្អាតនេះដែលពួកគេបានបង្កើតឡើងហើយចេញទៅទីរហោស្ថានតែវានៅតែជាគ្រាដ៏មានអំណរតើមានអ្វីទៀតដែលអាចបញ្យល់អំពីអំណរដែលគាត់មានភាពសុខសាន្តដែលគាត់មាននោះ គ្រប់បញ្ហាការលំបាកដែលពួកគេមានភាពសុខសាន្តនិងអំណរ ពួកគេពិតជាមានហើយវាមកពីស្ដីសញ្ញាដែលពួកគេបានធ្វើហើយជាដងជាតារបស់គ្រីស្ទីននៅទីនេះក្នុងគ្រានោះដែរហើយយើងជឿថាដោយព្រោះពួកគាត់មានអាយុស្របាលគ្នានោះពួកគាត់អាចជាមិត្តនឹងគ្នាក៏ដូចជាពួកយើងក្នុងពេលនេះដែរ មិត្តនឹងគ្នាពេលនោះទេឥឡូវនេះ ពួកគេជាមិត្តនឹងគ្នាហើយឥឡូវនេះ ណាស៊ីសាប៊ីនខាងម្ដាយខ្ញុំគាត់មានអាយុប្រហែល17ឆ្នាំពេលគាត់ចូលរួមក្នុងព្រះវិហារហើយពេលនោះគាត់ក៏បានទទួលអំណោយទានពិសិដ្ឋក្នុងអំណាចរបស់ព្រះអង្គម្ចាស់ផងដែរហើយចុះចេនរបស់អ្នកវិញ ទៅតែអាយុ20ឆ្នាំហើយយើងគិតថាពួកគាត់បានរស់នៅជិតនឹងគ្នា ពួកគាត់ច្បាស់ជាមានការសន្ទនាគ្នាភ្នែកខ្លះអូគួរឲ្យស្រឡាញ់ណាស់ពេលគិតរឿងនោះហើយឥឡូវកូនចៅរបស់ពួកគាត់អង្គុយនៅទីនេះហើយមានមិត្តភាពនៅទីនេះដែលយើងបានតាំងជាប់ទៅនឹងស្អិសញ្ញារបស់យើងដូចជាពួកគាត់ដើម្បីមានជំនឿដូចគ្នានោះថាយើងទុកចិត្តទៅលើព្រះអង្គម្ចាស់ដែលអស់ពីចិត្តរបស់យើងដែលវាពំបាត់បង់ដែលយើងបន្តពីមួយជំនាន់ទៅមួយជំនាន់ទោះជាយើងមានជីដូនជីតានៅទីនេះឬអត់ក៏យើងមានជីដូនជីតានៅទូទាំងពិភពលោកយើងចាប់ផ្ដើមនៅទីនោះជួយស្អិសញ្ញារបស់យើងហើយនឹងបន្តមានវាជានិរន្តរ៍ជំរឿទាំងអស់ដែលយើងធ្វើថ្ងៃនេះគឺសំខាន់
វាសំខាន់មិនត្រឹមតែសម្រាប់ខ្លួនបងប្អូននោះទេប៉ុន្តែសម្រាប់អ្នកទាំងឡាយដែលមកពីក្រោយយើងនិងអ្នកដែលទៅមុនយើងនៅឯខណ្ឌទៀតនៃវាំងនននៅពេលដែលយើងរក្សាសញ្ញារបស់យើងហើយខ្ញុំគិតថាមានបងប្អូនស្រីជាច្រើននៅក្នុងសមាគមសង្គ្រោះរបស់យើងថ្ងៃនេះអាចនឹងមានអារម្មណ៍ថាពួកគាត់នៅក្មេងពេកឬចាស់ពេកឬប្រហែលជាពួកគាត់ពុំមានការអប់រំឬមិនសមនេះមិនសមនោះដែលបងប្អូនអាចមានអារម្មណ៍ថាបងប្អូនពុំបានត្រៀមខ្លួនដើម្បីធ្វើកិច្ចការនេះប៉ុន្តែពួកយើងចង់ចែកចាយជាមួយបងប្អូនថាបងប្អូននឹងស័ក្តិសមហើយពួកយើងត្រូវការបងប្អូននៅថ្ងៃនេះព្រះអង្គម្ចាស់ត្រូវការបងប្អូនថ្ងៃនេះដើម្បីធ្វើកិច្ចការមួយនេះបងប្អូនមានអំណោយទាននិងទេពកោសល្យដែលត្រូវការនៅក្នុងពិភពលោកនេះជាចាំបាច់ យើងទទួលបានការដឹកនាំពីព្យាការីថាក្នុងនាមជាបងប្អូនស្រីយើងអាចហើយគួរតែផ្លាស់ប្ដូរពិភពលោកពួកយើងចាំបាច់ត្រូវរៀបចំពិភពលោកសម្រាប់ការយាងមកឆ្លើយទី2របស់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទហើយតើយើងនឹងធ្វើដូច្នោះដោយរបៀបណាយើងនឹងធ្វើដូច្នោះដោយការបង្កើតសហគមន៍នៃស្តីសញ្ញាហើយពេលខ្លះសហគមន៍នៃស្តីសញ្ញារបស់ខ្ញុំគឺខ្ញុំជាសហគមន៍នៃស្តីសញ្ញាមួយការខ្ញុំមានទំនាក់ទំនងស្តីសញ្ញាជាមួយទ្រង់ នោះពិតណាស់ រួចហើយសហគមន៍នៃស្តីសញ្ញារបស់បងប្អូនអាចពង្រីកនិងរីកចម្រើនខ្ញុំនឹកចាំពីបទពិសោធន៍មួយដែលខ្ញុំមានថ្មីនេះវាល្អណាស់មានក្រុមស្ត្រីសមាគមសង្គ្រោះមួយហើយយើងអង្គុយជារង្វង់ជុំគ្នាខ្ញុំនៅក្នុងមណ្ឌលមួយហើយខ្ញុំចូលរួមការប្រជុំជាមួយប្រធានសមាគមសង្គ្រោះមណ្ឌលប្រធានកុមារមណ្ឌលហើយប្រធានយុវនារីមណ្ឌលដែលបានជ្រមុជទឹកក្លាយជាសមាជិកនៃសាសនាចក្របានទៅតែមួយខែប៉ុណ្ណោះហើយគាត់បានមានអារម្មណ៍មិនសនុកចិត្តខ្លះហើយបានប្រាប់ពីកង្វល់មួយចំនួនមកពួកយើងទាំងអស់គ្នាគាត់មិនដឹងថាត្រូវសម្រេចចិត្តនៅការចាត់តាំងថ្មីរបស់គាត់នេះដោយរបៀបណាទេហើយចំណុចដែលខ្ញុំចូលចិត្តក្នុងការប្រជុំនោះគឺនៅពេលប្រធានសមាគមសង្គ្រោះងាកទៅបងស្រីនោះហើយនិយាយដោយស្មោះអបិចិត្តថាកុំបារម្ភអីពួកយើងនឹងជួយប្អូនហើយនោះគឺជាគំនិតមិនថាយើងនៅកន្លែងណាយើងបង្កើតសហគមន៍នៃសេចក្តីសញ្ញាដែលផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទហើយដែលអំណោយទានពីកំណត់ដែលពួកយើងមានយើងមើលថែគ្នាទៅវិញទៅមកហើយនោះជាអ្វីដែលបានកើតឡើងនៅទីនោះគាត់ពុំចាំបាច់បារម្ភឡើយគាត់អាចទុកចិត្តទៅលើព្រះអង្គម្ចាស់ហើយគាត់មានបងប្អូនស្ត្រីសមាគមសង្គ្រោះរបស់គាត់ សង្គ្រោះមិនថាពួកយើងកំពុងបម្រើនៅទីណាទេ គាត់បម្រើនៅក្នុងក្រុមយុវនារីមួយរយៈប៉ុន្តែគាត់តែងតែជាចំណែកមួយនៃសមាគមសង្គ្រោះហើយស្ត្រីសមាគមសង្គ្រោះទាំងនោះនឹងយកដៃពួកគេមកអោបជុំវិញគាត់ហើយពួកគេនឹងមើលថែគាត់ ខ្ញុំចូលចិត្តណាស់វាជាការវិញជាធ្លុងតែមួយ ចា មិនចឹង ប៉ិតណាស់ ពីព្រោះថាបើយើងផ្ដល់ពរដល់កុមារម្នាក់នោះយើងផ្ដល់ពរដល់គ្រួសារមួយយើងផ្ដល់ពរដល់ម្ដាយម្នាក់ដូចយើងផ្ដល់ពរដល់គ្រួសារមួយឬពុកម្នាក់វាមានការតាក់ទងគ្នាទាំងអស់តាមរបៀបនោះដែលវាគួរឲ្យស្រឡាញ់ណាស់យើងមានភាពជាដៃគូដ៏អស្ចារ្យជាមួយព្រះយេស៊ូវគ្រីស្ទទ្រង់គឺជាដៃគូដ៏មហិមាបំផុតរបស់យើងដែលអាចជួយយើងនៅគ្រប់រឿងដែលពេលខ្លះខ្ញុំគិតថាជាពិសេសនៅពេលដែលយើងជួយចិត្តធ្វើអ្វីដោយខ្លួនឯងយើងធ្វើនោះពុំមានជារឿងអាក្រក់ទេវាជាអំណោយទានមួយទ្រង់ប្រទានដល់យើងដើម្បីលួចដានធ្វើរឿងទាំងឡាយប៉ុន្តែខ្ញុំគិតថាពេលខ្លះយ៉ាងហោចណាស់ចំពោះខ្លួនខ្ញុំដឹងថាជួនកាលទ្រង់ដាក់ខ្ញុំក្នុងស្ថានភាពមួយដែលខ្ញុំថប់បារម្ភដើម្បីខ្ញុំអាចពឹងផ្អែកនិងបង្កើតទំនាក់ទំនងជាមួយទ្រង់ដូច្នេះយើងអាចដឹងថាហេតុអ្វីយើងធ្វើនៅអ្វីយើងធ្វើនោះតើបងប្អូនមិនគិតទេថាបងប្អូនស្ត្រីនៅទីក្រុងណាវូដឹងថាហេតុអ្វីបានជាពួកគេធ្វើអ្វីដែលពួកគេធ្វើទៅឬអីព្រោះតែពួកគេស្រឡាញ់ព្រះអង្គម្ចាស់ ហើយនៅពេលពួកគេបានជួយដល់អ្នកដទៃឲ្យដឹងពីសេចក្តីស្រឡាញ់ទ្រង់នោះពួកគេនឹងដឹងដល់ខ្លួនឯងមែនហើយខ្ញុំគិតថាយើងត្រូវចងចាំពីបងប្អូនស្ត្រីរបស់យើងទាំងអស់ថាពួកគាត់មួយចំនួនមានការលំបាកដើម្បីដឹងពីសេចក្តីស្រឡាញ់របស់ទ្រង់មិនថាដោយហេតុផលណាប៉ុន្តែនៅពេលយើងចេញទៅហើយបង្ហាញសេចក្តីស្រឡាញ់របស់យើងនៅពេលយើងចេញទៅហើយដាក់ដៃរបស់យើងអោបបងប្អូនស្ត្រីដទៃទៀតឲ្យស្មោះហើយបង្ហាញសេចក្តីស្រឡាញ់របស់យើងហើយឲ្យពួកគេដឹងពីសេចក្តីស្រឡាញ់របស់យើងនោះពួកគេចាប់ផ្ដើមដឹងពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះផងដែរ ហើយទ្រង់ដឹងថាយើងចាំបាច់ត្រូវដឹងពីក្តីស្រឡាញ់របស់ទ្រង់ដើម្បីទ្រង់អាចដាក់អារម្មណ៍ចិត្តមេត្តាក្នុងខ្លួនយើងអំដល់អ្នកដទៃដើម្បីយើងអាចដឹងនៅខ្លួនឯងផងដែរ ខ្ញុំគិតថាបងប្អូនស្រីរបស់យើងមានឱកាសដើម្បីធ្វើជាការដូចផ្ដើមជាសកលមួយដើម្បីសុខុមាលភាពរបស់បងប្អូនស្ត្រីនិងកុមារនៅពេលពួកគេចូលរួមធ្វើរឿងសាមញ្ញៗនៅក្នុងគេហដ្ឋានរបស់ពួកគេអ្នកជិតខាងផ្ទាល់របស់ពួកគេនិងនៅក្នុងសហគមន៍ហើយយើងធ្វើដូច្នោះចំពោះម្ដាយម្នាក់ស្ត្រីម្នាក់កុមារម្នាក់ម្ដងមួយដូចជាព្រះអង្គសង្គ្រោះនឹងធ្វើ នោះគឺជាការអញ្ជើញដ៏ល្អពិតទេយើងអាចបរកទ្រង់ទាំងខាងសាច់ឈាមនិងខាងវិញ្ញាណយើងត្រូវការខាងសាច់ឈាមក៏ដូចជាខាងវិញ្ញាណដែរមិនអញ្ចឹងហើយវាគួរឲ្យចាប់អារម្មណ៍ណាស់ថាស្ថានភាពនានាពុំសូវសំខាន់ជាងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះបិតាសូរនិងព្រះអង្គសង្គ្រោះទេនោះគឺជាវិដេចូលមកក្នុងគំនិតខ្ញុំហើយជួនកាលខ្ញុំគិតថាយើងអាចអង្គុយក្នុងសមាគមសង្គ្រោះហើយមានអារម្មណ៍ថាយើងនៅឯកាបងប្អូន អង្គុយនៅកន្លែងដែលបងប្អូននៅតែបានដឹងថាគ្រប់គ្នាដែលអង្គុយនៅជិតបងប្អូនក៏មានបញ្ហានិងមានអំណរចង់ទទួលបានក្តីស្រឡាញ់ហើយត្រូវបានស្រឡាញ់និងឲ្យតម្លៃនិងមានចំណែកផងដែរខ្ញុំគិតថានៅពេលយើងចែកចាយក្នុងសមាគមសង្គ្រោះយើងមានឱកាសចែកចាយវាគឺជាឱកាសដើម្បីយើងដឹងថាមានភាពស្រដៀងគ្នាច្រើនជាងភាពខុសគ្នាប៉ុន្តែខ្ញុំដឹងហើយខ្ញុំតែទីបន្ទាល់ថាយើងពុំឯកាទេ
ថាព្រះបិតាសួរនិងព្រះអង្គសង្គ្រោះស្គាល់បងប្អូនថាទ្រង់ដឹងអំពីតម្រូវការបងប្អូនថាទ្រង់ខ្វល់ខ្វាយអំពីបងប្អូននិងមានប្រតិចង់ប្រទានពរដល់បងប្អូនហើយថាបងប្អូនស្រីទាំងឡាយដែលអង្គុយជិតបងប្អូននោះមានអំណងចង់បានការស្រឡាញ់ចង់ចូលរួមនិងមានអំណងផងដែរខ្ញុំដឹងថាទ្រង់គង់នៅចិត្តយើងក្នុងការសម្រេចចិត្តនិងការលំបាកនៅអំណររបស់យើងថាទ្រង់គង់នៅចិត្តយើងហើយយើងអាចប្រឹក្សាជាមួយទ្រង់នោះជាឱកាសដ៏ល្អនិងមានពរដើម្បីដឹងថាដោយព្រោះទ្រង់បានដើរដោយអង្គឯងរួចហើយនោះយើងពុំចាំបាច់ត្រូវធ្វើដូច្នេះទេបងដឹងទេខ្ញុំសម័យពីក្រុមស្ត្រីនៅទូទាំងពិភពលោកកំពុងមើលការចាក់ផ្សាយនេះឥឡូវនេះហើយក្នុងពេលឆាប់ៗនេះយើងនឹងមានឱកាសស្ដាប់ឮមកពីសាវកម្នាក់ Elder Delchi Renland នៃក្រុមនៃពួកសាវក12នាក់ហើយយើងមានឯកសិទ្ធិណាស់ដែលអាចស្ដាប់ឮមកពីលោកហើយបន្ទាប់ពីនោះបងប្អូននឹងមានឱកាសថ្លែងជាសាក្សីចំពោះគ្នាទៅវិញទៅមកអំពីរឿងដែលបងប្អូនបានទទួលអារម្មណ៍ក្នុងចិត្តដែលព្រះវិញ្ញាណបានធ្វើជាសាក្សីចំពោះបងប្អូនអំពីពរជ័យដែលសមាគមសង្គ្រោះមាននិងអំពីសេចក្តីសញ្ញាដែលបងប្អូនបានធ្វើជាមួយព្រះអង្គសង្គ្រោះហើយតើទ្រង់មានន័យយ៉ាងណាចំពោះបងប្អូនក្នុងជីវិតវាជាអារម្មណ៍ពិសេសមួយដើម្បីគិតអំពីក្រុមស្ត្រីទាំងអស់នៅជុំវិញពិភពលោកហើយបានដឹងថាយើងគឺជាស្ត្រីនៃសេចក្តីសញ្ញាជាសកលមិនថាយើងនៅកន្លែងណាយើងស្រឡាញ់បងប្អូនវាជាពរជ័យណាស់ដើម្បីធ្វើជាស្ត្រីនៃក្តីសញ្ញានៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបងប្អូនស្ត្រីអើយវាជាគ្រាដ៏រុងរឿងហើយពួកយើងថ្លែងទីបន្តរួមគ្នាថាពួកយើងចូលរួមក្នុងកិច្ចការនៃព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់យើងពួកយើងដឹងថាទ្រង់មានប្រជញ្ញរស់ពួកយើងដឹងថាទ្រង់ស្រឡាញ់យើងទាំងអស់គ្នាពួកយើងដឹងថាទ្រង់មានព្រះទ័យចង់ឲ្យពួកយើងមានទំនាក់ទំនងស្តីសញ្ញាជាមួយទ្រង់ហើយយើងដឹងថាទ្រង់ចង់ឲ្យយើងផ្ដល់ការសង្គ្រោះរបស់ទ្រង់ទៅកាន់បងប្អូនប្រុសស្រីរបស់យើងនៅជុំវិញពិភពលោកហើយនៅពេលយើងធ្វើដូច្នោះនោះយើងជាយានដែលទ្រង់ប្រទានការសង្គ្រោះរបស់ទ្រង់ដល់អ្នកដទៃដែលយើងនឹងរកបាននៅការសង្គ្រោះរបស់ទ្រង់សម្រាប់ខ្លួនយើងផងដែរទីបន្ទាល់របស់យើងគឺថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានដឹកនាំដោយព្យាការីនៅរស់ពួកយើងស្រឡាញ់លោកពួកយើងគោរពនិងគាំទ្រលោកទីបន្ទាល់របស់យើងគឺថា Joseph Smith គឺជាព្យាការីនៃការស្ដារឡើងវិញថាលោកបានស្ដាររឿងទាំងអស់រួមទាំងលំដាប់ពីបុរាណរបស់ស្ត្រីជារួមក្នុងការនាំការសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់អ្នកដទៃគោលដៅរបស់យើងចាប់តាំងពីឆ្នាំ1842គឺត្រូវនាំកូនចៅរបស់ព្រះវរបិតាសួគ៌ទាំងអស់ត្រឡប់ទៅផ្ទះវិញយើងដឹងថាវាអាចធ្វើទៅបានតាមរយៈព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទយើងដោយសារតែដង្វាយធួនរបស់ទ្រង់នោះយើងអាចបានស្អាតបានព្យាបាលនិងញែកឲ្យបរិសុទ្ធហើយត្រឡប់ទៅផ្ទះវិញជាផ្ទះសួគ៌របស់យើងហើយបាននាំកើងឡើងហើយរស់នៅក្នុងវត្តមានរបស់ព្រះវរបិតាសួគ៌និងព្រះអង្គសង្គ្រោះរបស់យើងព្រះយេស៊ូវគ្រីស្ទអ្វីៗទាំងអស់វាចាប់ផ្ដើមនៅទីនេះសម្រាប់យើងក្នុងនាមជាសមាជិកនៃសមាគមសង្គ្រោះហើយនោះជាគ្រាដ៏រុងរឿងសម្រាប់យើងនៅក្នុងកន្លែងដ៏ពិសិដ្ឋនេះពួកយើងមានអារម្មណ៍ថាពួកទេវតានៅជុំវិញពួកយើងនាថ្ងៃនេះបងប្អូនស្រីនេះជាទីបន្ទាល់របស់ពួកយើងថាបងប្អូនត្រូវបានស្រឡាញ់បងប្អូនត្រូវបានស្គាល់ហើយបងប្អូនមានតម្លៃនៅក្នុងព្រះនេត្ររបស់ព្រះពួកយើងមិនសល់ទុកទីបន្ទាល់នោះជាមួយបងប្អូននៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទអាមែនបងប្អូនស្រីជាទីស្រឡាញ់ពួកយើងជួបជុំគ្នានៅក្នុងសាលាប្រជុំទូទាំងពិភពលោកដើម្បីប្រារព្ធខួបសមាគមសង្គ្រោះយើងមានពរណាស់ដើម្បីស្ដាប់មកពីគណៈប្រធានសមាគមសង្គ្រោះទូទៅដ៏អស្ចារ្យរបស់យើងពួកគាត់តែងតែបំផុសគំនិតដល់ខ្ញុំពួកគាត់ប្រើឥទ្ធិពលដូចជាព្រះគ្រីស្ទដែលជំរុញទឹកចិត្តខ្ញុំឲ្យធ្វើកាន់តែល្អប្រសើរពួកគាត់ថ្លែងមកកាន់យើងមកពីហាងឥដ្ឋក្រហមនៅទីក្រុង Nauvoo រដ្ឋ Illinois នៅក្នុងសហរដ្ឋអាមេរិកជាទីតាំងនៃអង្គការសមាគមសង្គ្រោះខ្ញុំសូមបន្ថែមជាសាក្សីជាមួយពួកគាត់ថាព្រះស្រឡាញ់បងប្អូនព្រះស្គាល់បងប្អូនហើយបងប្អូនមានតម្លៃចំពោះទ្រង់ប្រវត្តិនៃសមាគមសង្គ្រោះកំពុងបំផុសគំនិតដូចជា Emma Smith ជាប្រធានសមាគមសង្គ្រោះទី1បានថ្លែងថាយើង
នឹងធ្វើអ្វីមួយដែលអស្ចារ្យដូចជាប្រធាន Johnson Sister Dennis និងបងស្រីយីទើបបានបង្រៀនយើងអង្គការនេះពុំគ្រាន់តែជាក្លឹបសង្គមឬក្រុមសប្បុរសធម៌នោះឡើយគោលបំណងវាគឺនៅតែទេវភាពគឺដើម្បីជួយដល់កូនចៅរបស់ព្រះត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញបន្ទាប់ពីការនិយាយរបស់ខ្ញុំបងប្អូនអាចចែកចាយទីបន្ទាល់របស់បងប្អូនជាមួយគ្នាអំពីពរជ័យដែលបានមកពីព្រះយេស៊ូវគ្រីស្ទសាសនាចក្រទ្រង់និងអង្គការស្ត្រីដ៏ទេវភាពនេះខ្ញុំដឹងថាព្រះយេស៊ូវគ្រីស្ទដឹងអំពីស្ថានភាពរបស់បងប្អូនហើយមានប្រតិយចង់ប្រទានពរដល់បងប្អូនទ្រង់ក៏ត្រូវការឥទ្ធិពលរបស់បងប្អូននៅក្នុងព្រះវិហារទ្រង់ផងដែរកិច្ចខិតខំរបស់បងប្អូនដើម្បីបម្រើបុត្រាបុត្រីរបស់ព្រះតាមរយៈសមាគមសង្គ្រោះដ៏គឺសំខាន់Joseph Smith បានបង្រៀនថាកិច្ចការនៃសេចក្តីសង្គ្រោះថ្ងៃចុងក្រោយនិងភាពដំកើងឡើងគឺជាបុព្វហេតុមួយដែលកំណត់ឡើងដើម្បីបំផ្លាញអំណាចនៃសេចក្តីងងឹតនិងសេចក្តីសង្គ្រោះរបស់គ្រួសារមនុស្សសមាគមសង្គ្រោះនិងបងប្អូនសំខាន់ណាស់ចំពោះកិច្ចការនេះដោយដែលប្រធាន Russell M. Nelson បានបង្រៀនអំពីនគររបស់ព្រះគឺពុំអាចនិងមិនអាចពេញលេញដោយគ្មានស្ត្រីដែលធ្វើសេចក្តីសញ្ញាពិសិដ្ឋហើយរក្សាសេចក្តីសញ្ញានោះជាស្ត្រីដែលអាចនិយាយដោយអំណាចនៃសិទ្ធិអំណាចរបស់ព្រះស្ត្រីដែលរក្សាសេចក្តីសញ្ញាពុំគ្រាន់តែទទួលស្គាល់ពីតម្រូវការដើម្បីមានអំណាចរបស់ព្រះនៅក្នុងជីវិតរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែមានសិទ្ធិជាពិសេសដើម្បីទទួលអំណាចនោះតាមរយៈសេចក្តីសញ្ញាដែលពួកគេបានធ្វើនោះគឺជាពរជ័យដ៏អស្ចារ្យដើម្បីមានសិទ្ធិទទួលបានអំណាចពីព្រះនោះអំណាចដើម្បីប្រឈមនឹងបន្ទុកឧបសគ្គនិងការលំបាកក្នុងជំនាន់របស់យើងប្រកបណាស់សេចក្តីសញ្ញានៃពិធីបុណ្យជាមួយទឹកនិងព្រះវិហារបរិសុទ្ធគឺពុំមែនមានដោយឯងនោះទេប្រភពនៃអំណាចមាននៅក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទនិងព្រះបិតាសួគ៌គឺជាប្រភពនៃអំណាចនៃសេចក្តីសញ្ញាទាំងអស់ប៉ុន្តែសូមកុំយល់ច្រឡំអំណាចរបស់ព្រះគឺពុំមែនជាកម្លាំងចក្រវាឡដែលគ្មានរូបរាងដែលនៅឯករាជ្យពីទ្រង់នោះឡើយអំណាចដែលទ្រង់ប្រទានឲ្យពុំមែនដូចជាចង្គៀងវិតមន្តដែលផ្ដល់តាមការប្រាថ្នាឬជាសរិកធាតុពួកបរិសុទ្ធដែលរាយការណ៍ថាជាប្រភពនៃអំណាចនោះទេសូម្បីតែសម្លៀកបំពាក់ពិសិដ្ឋនៃបុព្វជិតភាពដ៏បរិសុទ្ធគឺពុំមានអំណាចដោយឯងទេអំណាចរបស់ព្រះគឺចាំបាច់ត្រូវភ្ជាប់ទៅនឹងទ្រង់និងព្រះរាជបំណងទ្រង់ព្រះយេស៊ូវប្រទានជាគំរូសម្រាប់យើងជានិច្ចគ្រប់អំណាចនៅសួគ៌និងនៅលើផែនដីត្រូវបានប្រទានឲ្យដោយព្រះទៅកាន់ព្រះយេស៊ូវគ្រីស្ទដោយសារព្រះយេស៊ូវគ្រីស្ទអនុញ្ញាតឲ្យព្រះទ័យរបស់ទ្រង់វិញធ្លុងជាមួយព្រះទ័យរបស់ព្រះបិតានៅក្នុងបទពិសោធន៍នៃជីវិតមុនផែនដីព្រះអង្គសង្គ្រោះមានបន្ទូលដូចនេះថាសូមតាមព្រះហត្ថីទ្រង់ចុះទ្រង់បានធ្វើរឿងនេះម្ដងទៀតនៅក្នុងសួនច្បារកេសម៉ានីនិងនៅលើឈើឆ្កាងបន្ទាប់ពីការរស់ឡើងវិញរបស់ទ្រង់បានធ្វើម្ដងទៀតទៅកាន់ប្រជាជននៅក្នុងព្រះគម្ពីរម៉ូមិនហើយម្ដងទៀតនៅដើមគ្រានៃគ្រាកាន់កាប់ត្រួតត្រានេះទ្រង់បានទទួលអំណាចមកពីព្រះដោយសារទ្រង់ត្រូវបានតែងតាំងឲ្យទទួលហើយទ្រង់ត្រូវបានទុកចិត្តឲ្យប្រើប្រាស់អំណាចនោះដោយដែលព្រះវរបិតាផ្ទាល់នឹងប្រើសូមពិចារណាផងដែរអំពីព្យាការីនីហ្វៃជាកូនរបស់ហេលេមិនក្នុងព្រះគម្ពីរម៉ូមិននៅពេលអំណាចនៃការផ្សារភ្ជាប់ត្រូវបានផ្ទេរទៅឲ្យនីហ្វៃព្រះយេស៊ូវគ្រីស្ទបានប្រាប់លោកផ្ទាល់ថាមើលចុះយើងនឹងប្រទានពរឲ្យអ្នករហូតទៅគឺដើម្បីឲ្យគ្រប់ការទាំងអស់ត្រូវបានសម្រេចដល់អ្នកស្របតាមពាក្យរបស់អ្នកដែលមូលហេតុនេះហើយដែលព្រះគ្រីស្ទទុកចិត្តនីហ្វៃជាមួយនឹងអំណាចដែលមានទាំងអស់នេះគឺដោយសារតែនីហ្វៃបានហៅជាព្យាការីនិងដោយសារតែលោកបានធ្វើតាមព្រះទ័យរបស់ព្រះដោយពុំនឿយណាយនិងពុំនឿយហត់គាត់ធ្វើតាមរបៀបវិរៈរបស់ព្រះពុំមែនតាមចិត្តគាត់ឡើយគាត់ពុំធ្វើនិងពុំសុំអ្វីដែលផ្ទុយពីព្រះទ័យរបស់ព្រះឡើយគាត់ទទួលបានសិទ្ធិអំណាចរបស់ព្រះអង្គសង្គ្រោះដោយសារគាត់អាចពឹងលើការប្រើអំណាចនោះដូចជាព្រះយេស៊ូវគ្រីស្ទផ្ទាល់ទោះជាយើងព្យាយាមដើម្បីបង្កើនអំណាចរបស់ព្រះនៅក្នុងជីវិតរបស់យើងក្តីក៏អំណាចនោះនៅតែជារបស់ទ្រង់អំណាចនៃសេចក្តីសញ្ញាដែលយើងទទួលបានពុំរស់នៅក្នុងខ្លួនយើងទេតាមរបៀបដែលនេះការទទួលបាននូវពរជ័យមកពីព្រះគឺតាមរយៈការគោរពតាមក្រឹតវិន័យដែលបានដាក់ឲ្យនោះដូចគ្នានឹងការទទួលអំណាចនៃព្រះគឺវាអាស្រ័យទៅលើគោលការណ៍នៃសេចក្តីសុចរិតផងដែរអំណាចរបស់ព្រះពុំអាចប្រើសម្រាប់គោលបំណងអាត្មានិយមឬដាក់ការ
គ្រប់គ្រងទៅលើនរណាម្នាក់ឡើយការព្យាយាមប្រើអំណាចរបស់ទ្រង់ក្នុងកម្រិតដែលមិនត្រឹមត្រូវណាមួយបណ្ដាលឲ្យអំណាចរបស់ព្រះត្រូវបានដកចេញហើយយើងត្រូវបានប្រមានថាវានឹងក្លាយទៅជាបណ្ដាសាចំពោះយើងវិញអ្នកទាំងឡាយណាដែលពុំទុកចិត្តទៅលើព្រះដែលពុំនៅនឹងណនៅក្នុងភាពជាសិស្សរបស់ពួកគេឬមានចិត្តរឹងរូសឬជន់ឈ្លីអង្គដ៏បរិសុទ្ធនៃអ៊ីស្រាអែលនៅក្រោមជើងរបស់ពួកគេពុំអាចទទួលបានអំណាចរបស់ទ្រង់ឡើយដើម្បីបណ្ដុះឲ្យមានអំណាចរបស់ព្រះនៅក្នុងជីវិតរស់នៅរបស់យើងនោះយើងមានកាតព្វកិច្ចដើម្បីព្យាយាមរស់នៅសុចរិតព្យាយាមធ្វើអ្វីដែលត្រូវហើយព្យាយាមធ្វើទង្វើស្របតាមព្រះទ័យរបស់ទ្រង់ការចុះនឹងការរក្សាសេចក្តីសញ្ញាជាច្រើនជាមួយព្រះនាំបងប្អូនខិតកាន់តែជិតទ្រង់ផ្លាស់ប្ដូរបងប្អូននិងប្រទានដល់បងប្អូននូវអំណាចរបស់ទ្រង់កាន់តែខ្លាំងឡើងស្ត្រីដែលរក្សាសេចក្តីសញ្ញាគឺមានពង្រាយនៅគ្រប់ទីកន្លែងនៅលើផែនដីនេះហើយត្រូវបានបំពាក់ដោយសេចក្តីសុចរិតនិងអំណាចរបស់ព្រះនៅក្នុងសេរីល្អដ៏មហិមាមិនថាបងប្អូននៅទីណាអំណាចនេះគឺមានសម្រាប់បងប្អូន